អរុនសួស្តីជំរាបសួរក៏ដូចជាសួស្តីបងប្អូនយើងមកកាន់វីដេអូថ្មីថ្ងៃនេះបង្ហាញជូនបងប្អូនអំពីបាទជាពីមបន្តិចជាពីមនេះគ្រាន់តែថតជូនបងប្អូននៅក្បាលវីដេអូទេអ្វីដែលចង់បង្ហាញជូនបងប្អូនហ្នឹងគឺថ្ងៃនេះជាថ្ងៃដែលដល់ថ្ងៃដែលត្រូវដាក់ចំណីសត្វចិញ្ចឹមហើយបងប្អូនឃើញហើយនៅក្នុងត្រង់នេះគឺជាសត្វចិញ្ចឹមដែលខ្ញុំចិញ្ចឹមនៅផ្ទះហើយខ្ញុំចិញ្ចឹមនេះគឺភាគច្រើនសុទ្ធតែរលកបងប្អូនណាមានរលកធំអ្នកខ្លះគេហៅរលកស្រូវហើយមានរលកសមានរលកត្រាំងចឹងទៅហើយទាំងអស់នេះចំនួនច្រើនដែរជាង20ក្បាលបងប្អូនណាចំណីដាក់មួយកដងមួយកដងទឹក1លីត្រកន្លះ2ថ្ងៃ3ថ្ងៃគឺដាច់បាត់ហើយបងប្អូនហើយខ្ញុំដាក់ឲ្យវាចឹកហូរមកអញ្ចឹងណាតិចទៀតបងប្អូនឃើញខ្ញុំច្រកចំណីចូលកដងនេះបងប្អូននឹងឃើញថាពេលដែលវាចង់មកវាហូរមិនយើងចោះគូតកដងពេលដែលវាស៊ីអស់គឺវាហូរចំណីមកខ្លួនឯងហើយសបកដែលខ្ញុំរើសគឺសបកចេកបងប្អូនណាព្រោះនៅក្នុងហ្នឹងគឺមានប្រពេចដែរប្រពេចក្បាលខ្មៅមកគូហើយវាចូលចិត្តស៊ីចេកស៊ីលហុងស៊ីផ្លែមនផ្លែឈើទុំពីច្រើនក៏ទៅស៊ីហើយនេះខ្ញុំច្រកមានស្រូវមានអង្គមានផ្កាស្មៅលីគ្នាបងប្អូនហើយរលកដែលខ្ញុំចិញ្ចឹមនេះសម្បីតែក្របលហុងក៏វាស៊ីដែរក្របលហុងទុំហ្នឹងក៏វាស៊ីដែរប៉ុន្តែដោយសារតែវាមានជំរើសគឺវាស៊ីលីផ្កាស្មៅយ៉ាងតែនេះបងប្អូនណាដាក់ច្រកមកកដងចឹងមកពេលដែលវាចឹកអស់វាហូរចឹកអស់វាហូរហើយចឹងចំណីវាស៊ីគឺស៊ីមួយថ្ងៃវល់ល្ងាចហើយនេះគឺជាចេកដែលខ្ញុំដាំតលដៃតែម្ដងចេកលាក់បងប្អូនចេកនេះហើយវាទុំហើយខ្ញុំហូបអត់តាន់ទេចឹងមានតែឲ្យប្រពេចជួយស៊ីទេអញ្ចឹងអាខាងលើនោះគឺចេកមួយស្ទងទៅដែរទុំម្ដង2ស្ទងអានេះខ្ញុំពុះវាជា2ទៅបងប្អូនស្រួលប្រពេចវាចាក់ស៊ីហើយកុំឲ្យវាហត់ចាក់បកសបកណាយូរអញ្ចឹងពុះវាជា2ទៅហើយមើលសាច់ឡើងឆ្ងាញ់ហ្មងចេកនេះគាត់តែឃើញក៏តំណងដែរប៉ុន្តែឆ្លៀតមុននឹងដាក់ចំណីសัตว์ហ្នឹងយើងរៀបចំរួចយើងដាំទឹកឆុងកាហ្វេមួយកែវសិនទៅហើយយើងមកឆ្លៀតបេះស្បែកមកច្រកជាមួយនឹងកស៊ូដើម្បីចងជូនភ្ញៀវយើងកំងចំនួន50ខ្សែដែរវីដេអូនេះឃើញធ្វើអញ្ចេះបងប្អូនចូលជាង1ម៉ោងជាងដែរហ្នឹងកាត់ញុកចងនេះមិនស្រួលទេបងប្អូនអើយបងប្អូនខ្លះឃើញតែកស៊ូចងឲ្យស្រេចថាស្រួលតែការពិតអត់ស្រួលទេបងប្អូនបើការងារវាទូទៅបងប្អូនមានសនុកមានយ៉ាប់មានស្រួលមានមិនស្រួលអីចឹងទៅការងារអីដូចការងារអីនេះយើងញុកឲ្យបងប្អូនចំនួន50ខ្សែហើយចងជូនភ្ញៀវរបស់យើងផ្ញើទៅខាងផ្សារដើមអង្ក្រងនេះ50ខ្សែយើងចងឲ្យបងប្អូនណាចងឲ្យមានស្បែកចឹងហើយចំណងគឺយើងចងជាប់មមស្អាតស្មើដៃល្អហើយងាយស្រួលភ្ញៀវគាត់យកទៅបាញ់វាតម្រង់ចូលគល់ដៅហើយចឹងដល់ម៉ោងហើយឲ្យចំណីមេបើកទ្វារខ្វាក់ទៅផ្អើលឈុលប៉ុន្តែសត្វនេះវាមិនសូវជាផ្អើលអីខ្លាំងទេបងប្អូនគាត់ថាធម្មតាមានអីរង្គោះរង្គើវាផ្អើលហើយដូចតែយើងចឹងបងប្អូននៅស្ងៀមមានគេដើរកាត់មានឡានមានម៉ូតូបើកឆ្លងកាត់អីចឹងទៅយើងវាតែងតែងើបមើលហើយចឹងនេះចេកបងប្អូនណាកាច់ដាក់ថ្មីឲ្យប្រពេចទៅហើយខ្ញុំក៏មានលហុងទុំមួយចំហៀងដែរត្រូវដាក់ឲ្យវាហើយលហុងទុំនេះគឺផ្អែមឆ្ងាញ់ណាស់បងប្អូនហើយអ៊ំជាប់ផ្ទះគាត់ឲ្យប៉ុន្តែហូបមិនអស់ហើយរលកវាឃ្លានចំណីគ្រាន់តែដាក់ផ្លឹបដាចេញមិនតាន់បានប្រហែលផងគឺវាចោះមកព្រួយបងប្អូនហើយបន្ទាប់ពីវាចឹកមកប្រាយចឹងទៅគឺខ្ញុំចូលមកអង្គុយលេងមួយវាដាក់កៅអីអង្គុយនៅកន្លែងជ្រុងទ្វារណាអង្គុយជ្រុងទ្វារហ្នឹងហើយយើងដាក់កាហ្វេបង្កែវមកយើងជ្រាបមើលពួកវាចឹកចំណីចឹងទៅហើយអាសនោះចេះបូលបងប្អូនអាលោកសនោះគូគ្រូប៉ុន្តែមិនដល់ឈ្មោលធំមួយទៀតទេឈ្មោលធំកូនប្រកាត់របស់ម៉ាឡេអាហ្នឹងវាមានរឹកមានពៀបងប្អូនមិនសូវចេះតែដើមញ៉ៃអីគេតិចទៀតបងប្អូនឃើញវានៅលើបង្កងនៅទុំលើបង្កងលើគេតិចទៀតខ្ញុំថតឲ្យបងប្អូនមើលនេះគឺមានលោកត្រាំងនេះគឺខ្ញុំបានកូនមកពីពូម៉ាក់ខ្លះបងនៅកំពង់ចាមនោះគាត់ឲ្យមកគូហើយអាលោកស្រូវទៅសក់កនេះគាត់ឲ្យមកគូហើយអ្នកនៅក្បែរភូមិផងនេះស្គាល់គ្នាគាត់ចិញ្ចឹមច្រើនណាគាត់ចែកឲ្យមកឡើង8ក្បាលទៀតហើយចឹងបងប្អូនមានកូនសัตว์មិនថាកូនប្រភេទសัตว์ស៊ីចំណីដូចគ្នាចឹងណាបងប្អូនចែកផងបងប្អូនណាជាពិសេសពពូលបងប្អូនស្រឡាញ់ពពូលបងប្អូនមានចែកកូនពពូលបានមកគូផងហើយផ្លេចទេជាពីមដាក់តាមខ្លួនរហូតបងប្អូនវាទ្លាប់ទៅហើយជាប់ចង្កេះរហូត
ទៅណាទៅណីយកដាក់ជាប់ជាកេះដែរវាទូទៅហើយបងប្អូនណាមិនថាទៅណាមិនថាទៅហូបអីព្រឹកដេកយប់អីគឺវាដាក់ជាកេះហ្នឹងអានេះត្រាំងឈ្មោលព្រៃបងប្អូនហើយលោកដីមកគូបងប្អូនឃើញច្រាស់ដល់ថ្មិញនៅក្នុងហ្នឹងមិនមានច្រាស់ដល់ថ្មិញហ្នឹងគឺទុកដោះអាកញ្ច្រែងទឹកហូរបងប្អូនកញ្ច្រែងវាកុំឲ្យជាប់ស្មៅជាប់អីណាអញ្ចឹងមួយថ្ងៃពីរថ្ងៃដោះវាម្ដងអញ្ចឹងទេទឹកវាអត់បូមចេញទេនៅលលោកដីបងប្អូនណាខ្ញុំជីប្រមាញ់ទៅក៏បាក់ចុងស្លាមតិចដាក់ទៅក៏រស់ទៅរស់ជុំគេជុំឯងយូរហើយនេះបងប្អូនអាមេធំនេះមេធំអានេះមានរឹកមានពីរមិនសូវជាញ៉ៃអីគេឯងដល់ម៉ោងវាស៊ីវាចុះមកស៊ីអញ្ចឹងទៅអត់មានស៊ីតាមឃ្លានទេហើយបើពេជ្រនេះយំព្រោះបងប្អូនចាំមើលដាក់សលេងវាស្ដាប់បងប្អូនហ្នឹងហើយបងប្អូនហ្នឹងហើយបន្ទាប់ពីលឺសំឡេងប្រពេចក្បាលខ្មៅយំព្រោះណាមួយហ្នឹងយំមួយទៀតអត់ស្អីយំទេមួយម៉ាត់អាពីរនេះលោកត្រាំងបងប្អូនណាអ្នកខ្លះថាលោកខ្មោចក៏អត់ស្អីស្គាល់អានេះលោកសបងប្អូនប៉ុន្តែវាខ្លាយហើយមេបាវាគឺសស្គុះហ្មងសស្គុះដូចกระดาษសភៅចឹងដល់ពេលកាត់មករៀងក្រហមអានេះសិតតែលលោកធំហើយបងប្អូនណា